East Commercial Center មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបសម្រាប់អាជីវកម្មនិងការវិនិយោគនៅក្នុងបេះដូងនៃរាជធានីភ្នំពេញ East Commercial Center គឺជាគម្រោងអគារការិយាល័យពាណិជ្ជកម្មទំនើបកម្ពស់38ជាន់ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញគម្រោងមួយនេះត្រូវបានអភិវឌ្ឍដោយ East Land Development ដែលជាផ្នែកមួយនៃយេតាយក្រុមដោយមានគោលបំណងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់សហគ្រាសក្នុងស្រុកក្រុមហ៊ុនអន្តរជាតិសហគ្រាសធុនតូចនិងមធ្យមនិងសហគ្រិនជំនាន់ថ្មីអគារមួយនេះបានផ្ដល់ជូននៅការិយាល័យប្រភេទ Grade B ដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យជាមួយនឹងទំហំការិយាល័យចាប់ពីទំហំប្រមាណ34ម៉ែត្រការ៉េឡើងទៅដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវកម្មគ្រប់ប្រភេទគម្រោងក៏មានចំណតរថយន្តជាច្រើនជាន់បន្ទប់ប្រជុំទំនើបមជ្ឈមណ្ឌលសន្និសីទកន្លែងទទួលភ្ញៀវប្រព័ន្ធសន្តិសុខ24ម៉ោងអាងហែលទឹកក្លឹបហាត់ប្រាណភោជនីយដ្ឋាននិងហាងលក់ទំនិញដែលជួយបង្កើនបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈនិងប្រសិទ្ធភាពគោលបំណងសំខាន់របស់ East Commercial Center គឺដើម្បីដំណោះស្រាយតម្រូវការកើនឡើងនៃការិយាល័យដែលមានគុណភាពនិងតម្លៃសមរម្យក្នុងរាជធានីភ្នំពេញព្រមទាំងគាំទ្រដល់ការរីកចម្រើននៃសហគ្រាសថ្មីៗនិងការវិនិយោគអន្តរជាតិគម្រោងនេះត្រូវបានរចនាឡើងឲ្យคล้ายទៅជាមជ្ឈមណ្ឌលអាជីវកម្មដ៏រស់រវើកដែលកំពុងមានការច្នៃប្រឌិតការសហការរវាងសហគ្រាសនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងការស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់និងជិតស្ថាប័នរដ្ឋស្ថានទូតសន្តាគារលំដាប់អន្តរជាតិនិងមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលធ្វើឲ្យគម្រោងមួយនេះមានភាពងាយស្រួលសម្រាប់ការធ្វើអាជីវកម្មនិងការតភ្ជាប់ជាមួយដៃគូពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេសសម្រាប់អ្នកវិនិយោគ East Commercial Center ត្រូវបានបង្កើតឡើងជាមួយនឹងទស្សនវិស័យផ្ដល់នូវប្រាក់ចំណូលរយៈពេលវែងពីការជួលការិយាល័យនិងការកើនឡើងនៃតម្លៃអចលនទ្រព្យនៅពេលដាក់លក់គម្រោងអ្នកអភិវឌ្ឍបានផ្សព្វផ្សាយកម្មវិធីធានាប្រាក់ចំណូលពីការជួលសរុប 37.5 នៅក្នុងរយៈពេល5ឆ្នាំដែលជាមធ្យមប្រមាណ 7.5% ក្នុងមួយឆ្នាំសម្រាប់អ្នកទិញដែលបានបំពេញតាមលក្ខខណ្ឌរបស់គម្រោងលើសពីនេះដោយសារការកើនឡើងនៃតម្រូវការការិយាល័យពីក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិក៏ដូចជាទីតាំងស្ថិតនៅក្នុងតំបន់អាជីវកម្មសំខាន់ធ្វើឲ្យគម្រោងមួយនេះមានសក្តានុពលខ្ពស់នៅក្នុងការបង្កើនប្រាក់ចំណូលប្រចាំនិងការកើនឡើងនៃតម្លៃទ្រព្យសម្បត្តិនៅក្នុងរយៈពេលវែងអរគុណសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូបន្ទាប់